តែអ្នកណាខ្លះចង់កាត់វីដេអូប្រភេទនេះខ្ញុំបង្ហាញអ្នកអត់ពេលដូចនៅការកាត់វីដេអូប្រភេទនេះអូខេសួស្តីអ្នកនាងចឹងតាយើងកុំឲ្យខាតពេលយើងចូលកាត់វីដេអូអ្នកគ្នាទៅលើកម្មវិធី DaVinci Resolve ជាជំនាញដំបូងយើងចូលនៅក្នុង DaVinci Resolve មកហើយខ្ញុំបាន import វីដេអូខ្ញុំចូលរួចហើយចឹងវីដេអូដែលខ្ញុំកាត់គឺប្រភេទនេះចឹងខ្ញុំនឹងបង្ហាញអ្នកគ្នារបៀបនៃការកាត់វីដេអូប្រភេទនេះចឹងនៅដំបូងខ្ញុំសូមលុបវាចោលសិនតមកខ្ញុំយកវីដេអូវាចូលសិនខ្ញុំ select ទាំងអស់ខ្ញុំទាញវាចូលអូខេខ្ញុំរួមវាតូចសិនហើយខ្ញុំយកតម្រងណាខ្ញុំទៅដាក់បន្តអូខេហើយអូននេះខ្ញុំអត់យកទេលុបចោលអូនេះខ្ញុំអត់យកលុបចោលខ្ញុំទីវីដេអូផ្សេងមកដាក់ទីហៅថាឡូវីដេអូមុនដំបូងគេនេះវាយត្រឹមនេះមកអញ្ចឹងវីដេអូទី1ខ្ញុំយកត្រឹមនេះអញ្ចឹងមានដំបូងគឺយើងយកមកសំរុំយើងគិតសិនទៅទីឥឡូវខ្ញុំវាកន្លែងវាយគឺវាយចេញត្រឹមនេះចាស់តោះខ្ញុំចុច Control B វានឹងកាត់ឲ្យអញ្ចឹងយើង select វាចូលមកអូខេលើវាចូលមកតោះខ្ញុំទីវីដេអូបន្តចូលមួយទៀតចុចវីដេអូនេះយើងជិះទៅដូចគ្នាអូខេតាមនេះជិះខ្ញុំយកតែវាយតាមនេះខ្ញុំកាត់ Control B ដដែលយើងបរិយាធំបន្តិចមកហើយយើងលុបវាចោលយើងយកអាតិចទៅមុនមកអូខេតោះមកទីវីដេអូបន្ថែមមកទៀតជាងវីដេអូនេះខ្ញុំដូរវីដេអូនេះមកមុនសិនអូនេះសិនទាញចំនេះអូខេត្រឹមនេះហើយ Control B ដដែលយើងលុបអាមុខកញ្ចោយកអាក្រោយអាតិចជាងក្រោយមកកន្លែងគេវាយតមកទីវីដេអូមួយទៀតចូលថ្ងៃរាប់1 2 3 4 5ហើយទាញតាមនេះដែរហើយយើងអូខេតាមនេះ Control B ដដែលហើយយើងលុបអាមុខចោលទាញយកក្រោយតបមកយើងដាក់ឲ្យមកវាចំកដាលនេះសិនមកហើយយើងចុចអាឡែងតូចធំអីយក5 1 2 3 4 5ហើយតបមកយើងចុច5អញ្ចឹងយើងពង្រីកវាមកហើយយើងចុច Control B វានឹងកាត់វីដេអូហើយយើងលុបអាក្រោយចោលតបមកយើងអាល់ឲ្យពង្រីកវាចូលវិញហើយយើងទាញអានេះចូលមកវីដេអូនេះចូលបន្ថែមទៀតអូខេឥឡូវយើងសាក់ភ្លេងអស់នេះវាចេញបែបម៉េចតោះជប់សិនលុបនេះចោលសិន1 2 3 4 5ជប់សិនខ្ញុំដូចជានេះខ្ញុំធ្វើការច្រឡំមួយទេអូខេឥឡូវនេះយើងធ្វើវាចូលទីសិនអូខេត្រឹមនេះតបមកយើងចុចយក5 1 2 3 4 5ហើយ Control B ដដែលហើយកាត់វាមកអូខេហើយ Control Alt ជាប់ហើយ select វាទាំងអស់ទាញមកចាំមើលវាទៅបែបម៉េចអូខេអានេះយើងចុចយក5ដែរដើម្បីកាត់វាឲ្យស៊ីគ្នា1 2 3 4 5ហើយ Control B កាត់ចោលលុបទីមកដាក់ជួយគ្នាមកយើង play មកអានេះយើងរកកន្លែងដែលគេចង់ដំណៅគេវាយសិនគេត្រឹមនេះមកចាស់ហើយ Control B កាត់អាមុខចោលហើយទីវាចូលតោះអញ្ចឹងយើង play ទាំងអស់គ្នាចំណុចនេះដូចជាហួសកន្លែងគេវាយអូខេតើអាសិន
ខ្ញុំហិចមើលសិនអូខេទាញវាខាងក្រៅទៀតសិនហើយយើងទាញមើលអូខេខាងក្រៅទៀតទាញមើលសិនស្លាយទៀតអូខេយកត្រឹមនេះចាស់អូខេតើមកយើងស្រេចនេះអល់ហើយយើងទាញមកដាក់វិញចាំមើលវាចេញបែបម៉េចចាឥឡូវវាបានវីដេអូប៉ុណ្ណឹងហើយអញ្ចឹងក្នុងការកាត់វីដេអូប្រភេទនេះវាងាយស្រួលដែរមានប្របាយអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងសង្ឃឹមថាអ្នកនាងចូលចិត្តហើយកុំភ្លេចជួយចុច like ក៏ដូចជា subscribe មកផងអរគុណជួបគ្នានៅវីដេអូក្រោយ